បាទហើយជំរាបសួរបងប្អូននេះចឹងសម្រាប់បងប្អូនដែលចង់បានសេវាកម្ម TikTok Share តើយើងទិញរបៀបម៉េចហើយវាមានគុណសម្បត្តិអ្វីខ្លះយើងទិញយ៉ាងម៉េចកុំឲ្យខុសបងប្អូនអាចមើលវីដេអូនេះរហូតដល់ចប់បានបាទចឹងពេលដែលបងប្អូនចូលក្នុង website smlight.com ហើយបងប្អូន select លើ logo TikTok នេះមកបាទបន្តមកទៀតយើងជ្រើសរើសពាក្យថា TikTok Share Service បាទនេះកន្លែងនេះបាទក្នុងកាតេហ្គរីនេះវាមានសេវាកម្ម3សេវាកម្មដែលយើងអាចទិញបានហើយសេវាកម្មនីមួយៗវាមានលក្ខណៈខុសយ៉ាងម៉េចបាទអញ្ចឹងយើង select លើលើសេវាកម្មទី1ដែលមានពាក្យថា TikTok Share Make Unlimited បាទ 500k ក្នុងមួយថ្ងៃបាទអញ្ចឹងសេវាកម្មនេះមានតម្លៃធូរយើងអាចទិញបានច្រើនទៀតហើយក៏វាដើរលឿនដែរអញ្ចឹង TikTok Share ខ្ញុំឧទាហរណ៍ចូលក្នុង TikTok ឲ្យបងប្អូនមើលបាទឧទាហរណ៍ថាក្នុងវីដេអូនេះវាមាន like មាន share មាន comment អីច្រើនបាទអញ្ចឹងបើយើងលក់ផលិតផលឬក៏វីដេអូរបស់យើងចង់ឲ្យមាន engagement ខ្លះយើងអាចទិញ share កន្លែងនេះបាននេះឃើញទេ TikTok Share ហ្នឹងវា show កន្លែងហ្នឹងបាទដែលយើងអាចមើលឃើញហើយពេលដែលយើងទិញប្រហែល k ទៅវាលោតកន្លែងហ្នឹងហើយអញ្ចឹងវាជួយ engagement វីដេអូរបស់យើងខ្លះដែរអញ្ចឹងណាអូខេអញ្ចឹងយើងទិញ share ទិញ view ទិញអីអញ្ចឹងទៅវាអាចឲ្យវីដេអូរបស់យើងវាផ្ទុះបានដែរអញ្ចឹងណាអញ្ចឹងពេលដែលយើងទិញគឺយើងអត់បាច់យើងគាត់ចុច share កន្លែងហ្នឹងមកចុច copy link មកបងប្អូនបាទនេះ copy link កន្លែងហ្នឹងមកតែប៉ុណ្្នឹងមកបាននេះបាទអញ្ចឹងខ្ញុំសូមចូលសេវាកម្មយើងវិញទើបសេវាកម្មទី1យើង select លើសេវាកម្មទី1មកក្នុង description នៃសេវាកម្មគេបង្ហាញត្រួសអំពីបំរាមឬក៏ព័ត៌មាននៃសេវាកម្មហ្នឹងណាគឺយើងដាក់ link របៀបនេះបាទហើយសេវាកម្មហ្នឹងវាដើរលឿនទេបាទ no refill បាទ no guarantee អញ្ចឹងណា quality ជាលក្ខណៈ account ដែលគេ load កន្លែង share ក្នុងវីដេអូរបស់យើងហើយ location ដែល share ហ្នឹងគឺ global បាទអញ្ចឹងណាអូខេអាហ្នឹងអត់មានអីបាក់ទេហើយសេវាកម្មទី2គឺធានា lifetime មានន័យថាវាធានារហូតអញ្ចឹងណាបើសិនមានបញ្ហាធ្លាក់អីគេធានាឲ្យយើងបំពេញបន្ថែមអីចឹងទៅហើយសេវាកម្មទី3ដូចគ្នា lifetime ការធានារហូតបាទពេញមួយជីវិតអញ្ចឹងបើសិនណាជាយើងចង់បានសេវាកម្មទី1អញ្ចឹងយើង select លើសេវាកម្មទី1យើង pass link ដែលយើងបាន copy នឹងមកអូខេអញ្ចឹង link ដែល copy មកវាមានទម្រង់បែបហ្នឹងឯងបាទគឺដូចឧទាហរណ៍ដែលគេដាក់បង្ហាញខាងលើនេះអញ្ចឹងបាទអញ្ចឹងបើសិនយើងចង់បានចំនួន 1k បាទយើងដាក់ចំនួន 1k បើសិនជាបានចង់បាន 10k យើងដាក់ 10k អញ្ចឹងមកហើយបើសិនណាជាចង់បាន 100k យើងដាក់លេខ05មក 100k ហើយបាទអញ្ចឹងយើងអស់ចំណាយអស់ត្រឹមតែ$1.70% ទេបាទយើងបានរហូតដល់ 100k អញ្ចឹងយើងបានច្រើនមែនទែនអញ្ចឹងបើសិនវីដេអូយើងមាន view មាន like មានហ្នឹងហើយមាន like មាន comment អីខ្លះហើយយើងដាក់ share អីខ្លះមកវាជួយ engagement ដែរបាទអញ្ចឹងសម្រាប់ការទិញយើងដាក់ចំនួនហើយដាក់ link ហើយយើងចុច submit កន្លែងនេះមកបាទពេលដែលយើងចុច submit វានឹងធ្វើការឲ្យយើងហើយបាទអញ្ចឹងសម្រាប់ការសេវាកម្មទី1សេវាកម្មទី2សេវាកម្មទី3គឺយើងធ្វើដូចគ្នាបាទយើងចង់បានមួយណាក៏បានតែបើយើងចង់បាន guarantee lifetime យើងយកសេវាកម្មទី2ទី3មកបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងសម្រាប់សេវាកម្ម TikTok Share ហើយសម្រាប់សេវាកម្មផ្សេងទៀតបងប្អូនអាចឆាតសួរឬក៏ comment ខាងក្រោមវីដេអូខ្ញុំនឹងប្រាប់ជាបន្តបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងបាទអរគុណច្រើនបាយបាយ